ទេសៈនេះបងប្អូនអើយយើងកុំបន្ទោសទៅកាន់ប្រទេសគេបងប្អូនប្រទេសវៀតណាមក៏ជាប់គាំងប្រទេសខ្មែរយើងក៏ជាប់គាំងនិយាយទៅជាប់គាំងតដៃគ្នាតែម្ដងគ្រាន់ថាប្រទេសកម្ពុជាយើងសំណាងបងប្អូនដែលដឹកដលងចូលកាន់ប្រទេសវៀតណាមប្រហែលថ្ងៃមុនគឺជាប់គាំងឡើងច្រើនគ្រឿងមែនទែននៅច្រកព្រំដែនវៀតណាមហ្នឹងពេលនេះគឺបានបើកឲ្យចូលវិញហើយនៅថ្ងៃទី31ខែ1 2026ប៉ុន្តែងាកទៅមើលខាងឡានកុងតឺន័រ1300កុងតឺន័រចតនៅច្រកព្រំដែនវៀតណាមត្រៀមដឹកចូលទៅកាន់ប្រទេសចិនវិញបងប្អូនគឺថាអត់ទាន់មានដំណោះស្រាយទេគឺនៅជាប់គាំងស្ញែងតែម្ដងបើសិនជាកំឡុងពេលមុនថ្ងៃទី5ខែ2 2026ដោះស្រាយបោះសម្អាតឡានឲ្យដឹកចូលទៅកាន់ប្រទេសចិនឲ្យទាន់សភាពការអស់ទេគឺថាឡានតំណែងខ្លះគឺប្រឈមមុខនឹងចាក់ចោលតែម្ដងគឺខូចតំណែងការដឹកតំណែងជាប់គាំងនៅច្រកព្រំដែនរវាងវៀតណាមនិងចិនណាបងប្អូនគឺជាប់គាំងទាំងផ្លូវគោកផ្លូវទឹកគឺជាប់គាំងគ្រប់ច្រកតែម្ដងពីការជាប់គាំងស្ទះឡាននៅច្រកព្រំដែនវៀតណាមមួយចិនគឺជារៀងរាល់ឆ្នាំបងប្អូនគាត់តិចឲ្យច្រើនឲ្យតែមុនចូលឆ្នាំចិនកាល2021បងប្អូនមុនចូលឆ្នាំចិនខ្ញុំមកជាប់គាំងឡានខ្មៅការ៉ុតទេបងប្អូនដឹកចេញទៅចិនឡើង3កុងតឺន័រគឺចាក់ចោលជាប់នៅច្រកព្រំដែនវៀតណាមដឹកចូលទៅចិនអត់កើតទេដោយសារគេត្រៀមបិទព្រំដែនហើយបើយើងត្រូវការរត់ឯកសារវិញបងប្អូនគឺថ្លៃមែនទែនមួយគុណនឹង3នាំតែឲ្យយើងចេញចូលហើយនាំតែរត់បានអវ៉ាន់យើងខូចខ្ទេចតែម្ដងអូនសាកចំណាំមកឲ្យតែចិត្តចូលឆ្នាំចិននឹងផ្ទុះជំងឺថ្មីមករដងកូវីដដល់ឆ្នាំនេះ2021បើកឆាំមកចេញជំងឺអីណាពីប្រទេសឥណ្ឌានោះថ្មីហ្នឹងអញ្ចឹងមកប្រទេសវៀតណាមកាលពីថ្ងៃទី26ខែ1ហ្នឹងគេចេញអាច្បាប់ហ្នឹងត្រួតពិនិត្យតំណែងហ្នឹងហើយប្រទេសចិនក៏គេចេញអាច្បាប់ហ្នឹងដែរដល់អញ្ចឹងយើងនេះក៏ដោយមួយគេដែរបងប្អូនព្រោះអីអាច្បាប់ហ្នឹងសូម្បីតែពេលចេញមកលេខលិខិតលេខ46បងប្អូនគួរតែអានខ្ញុំតម្លាក់នៅខាងក្រោមហើយបងប្អូនចេះវៀតណាមអានខ្លួនឯងបងប្អូនណាមិនចេះបកប្រែ Google អានហើយខ្ញុំបកប្រែ Google តម្លាក់នៅខាងក្រោមដោយសារច្បាប់ថ្មីហ្នឹងគឺកំណត់លក្ខណៈចេះបងប្អូនឡើងប្រជាជនវៀតណាមខឹងឲ្យថាចេះហេតុអីកំណត់ច្បាប់មកភ្លាមអនុវត្តភ្លាមអ្នកណាត្រៀមខ្លួនតន់ធ្វើឲ្យកសិករឬក៏អ្នកដែលដឹកតំណែងជាច្រើននាំគ្នាខូចអវ៉ាន់ចាក់ចោលគ្រប់គ្នានេះមិនថាបងប្អូននៅខ្មែរនៅវៀតណាមនេះចាក់ចោលមកចាក់ដៃដែរហ្នឹងប្រហែលថ្ងៃមុនហ្នឹងដោយសារអីត្រួតពិនិត្យតំណែងអាច្បាប់លេខ46ហ្នឹងបងប្អូនគេផ្ដោតលើបន្លែផ្លែឈើសាច់ស្រស់ហ្នឹងហើយគឺពិនិត្យរយៈពេល7ទៅ15ថ្ងៃយ៉ាងលឿន7ថ្ងៃហើយចុះនាំតែ7ថ្ងៃពិនិត្យចេញលទ្ធផលនេះមិនតំណែងផ្លែឈើបន្លែស្រស់អីមិនត្រូវចាក់ចោលមានទុកបានយូរថ្ងៃអីបងប្អូនសម្រាប់បងប្អូនអ្នករស់ស៊ីត្រូវតែចំណាំបងប្អូនប្រជាជនខ្មែរយើងត្រូវតែចំណាំណាអ្នកដែលគាត់រស់ស៊ីដឹកតំណែងពីប្រទេសចិនឆ្លងកាត់ប្រទេសវៀតណាមតំណែងដែលក្រខូចបងប្អូនត្រូវធ្វើមិនកំងឲ្យបានមុន1ខែនៃបុណ្យចូលឆ្នាំចិនកុំឲ្យមានការជាប់គាំងស្ទះតំណែងហើយកំងមកដឹងតែបានលក់ហើយទី2បងប្អូនដែលរស់ស៊ីដឹកតំណែងឆ្លងកាត់ពីខ្មែរចូលមកកាន់ប្រទេសវៀតណាមបងប្អូនជាពិសេសគឺដលងឬក៏ស្វាយឬក៏អង្គឬក៏ស្រូវឬក៏ស្អីដែរបងប្អូនត្រូវធ្វើមិនមុន15ថ្ងៃទៅ10ថ្ងៃបងប្អូនត្រូវផ្អាកទិញក៏បានឬមួយក៏បន្ថយការទិញឬមួយក៏ផ្អាកទាំងស្រុងបងប្អូនចាំចប់ចូលឆ្នាំចិនចាំទិញព្រោះអីបងប្អូនប្រឈមមុខនឹងការបិទព្រំដែនតដៃគ្នាធ្វើឲ្យយើងមានការខាតបង់ហ្នឹងហើយខាតបង់តំណែងខូចចាក់ចោលអីជាដើមដោយសារការកកស្ទះតំណែងនៅច្រកព្រំដែនវៀតណាមជាមួយនឹងចិននៅពេលដែលយើងរស់ស៊ីបងប្អូនយើងត្រូវតែយល់សភាពការយើងកុំបន្ទោសពីគេហ្នឹងហើយយើងត្រូវតែយល់សភាពការតែម្ដងហើយបទធម៌ប្រពៃណីចិនបនចូលឆ្នាំចិនបងប្អូនតែមុនសែនដកជើងធូបដឹងថាគេឈប់ហើយដូចនៅវៀតណាមមុនសែនដកជើងធូបគឺអ្នកធ្វើការរាជការសិស្សសាលាអីគឺឈប់មុនប៉ុន្តែអ្នករស់ស៊ីនៅរស់ស៊ីធម្មតារត់ដល់តែថ្ងៃសៅរ៍នេះបានជនជាតិវៀតណាមគេឈប់ចឹងតំណែងដែលតំណងពីវៀតណាមទៅខ្មែរពីខ្មែរមកវៀតណាមធម្មតាទេតែបបាបំផុតតំណែងដែលតាក់ទងពីចិនឆ្លងកាត់មកវៀតណាមដឹកទៅខ្មែរហើយពីខ្មែរឆ្លងកាត់វៀតណាមដឹកទៅចិនគឺត្រូវតែប្រឈមមុខកកស្ទះតែម្ដងបើសិនជាយើងអត់ឈប់អត់យល់សភាពការនៅតែបន្តដឹកអត់ដឹងពីថ្ងៃគេឈប់ច្បាស់លាស់